ដំបៅជីវិតតចំនួនគ្រួសារជាកន្លែងដំបូងបង្អស់នៃការចាប់ផ្ដើមទំព័រជីវិតរបស់យើងគ្រប់គ្នាអ្នកខ្លះមានការចងចាំនឹងរឿងល្អៗជាច្រើនក្នុងការចាប់ផ្ដើមក្បាលទំព័រជីវិតប៉ុន្តែក៏មានមនុស្សមិនតិចទេដែលមានវិបត្តិផ្លូវចិត្តខ្វះភាពកក់ក្ដៅខ្វះការយល់ចិត្តពីគ្រួសារពេលខ្លះឪពុកម្ដាយបានផ្ដល់ការជឿចាប់យ៉ាងខ្លាំងដល់កូនដោយអចេតនាដោយសារតែគាត់ក៏បានទទួលការជឿចាប់នោះពីឪពុកម្ដាយរបស់គាត់ដែរគ្រួសារពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះជីវិតយើងម្នាក់ទាំងសេចក្តីសុខភាពកក់ក្ដៅឬជាការជឿចាប់យើងមិនទាន់មានបទពិសោធន៍ធ្វើជាឪពុកម្ដាយគេក៏មិនអាចយល់ពីទុក្ខលំបាកនៃការចិញ្ចឹមបីបាច់កូនដែរប៉ុន្តែក្នុងនាមជាកូនយើងពិតជាចង់ទទួលបានការជឿជាក់និងការលើកទឹកចិត្តពីឪពុកម្ដាយជាខ្លាំងពីព្រោះវាគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាដែលអាចឲ្យយើងហ៊ានពុះពៀគ្រប់ការលំបាកដើម្បីសាងកិត្តិយសជូនគ្រួសារក្នុងវ័យជាកុមារការដែលបានទទួលការយកចិត្តទុកដាក់ការចំណាយពេលវេលានៅក្បែរនិងការលើកទឹកចិត្តពីឪពុកម្ដាយគឺជារបស់ដ៏មានតម្លៃបំផុតសម្រាប់កូនកុមារដែលបានធំធាត់ឡើងមកជាមួយក្តីស្រឡាញ់និងភាពកក់ក្ដៅដែលគ្រួសារផ្ដល់ឲ្យជាកុមារដែលមានសំណាងជាងគេពួកគេលូតលាស់ព្រមជាមួយសមត្ថភាពទេពកោសល្យនិងស្គាល់ពីខ្លួនឯងច្បាស់គ្រប់ដំណាក់កាលនៃការលូតលាស់របស់ពួកគេគ្មានបញ្ហាអ្វីមកប៉ះទង្គិចផ្លូវចិត្តឡើយពីព្រោះតែពួកគេមានឪពុកម្ដាយមើលថែផ្ដល់កម្លាំងចិត្តនិងជួយចង្អុលបង្ហាញផ្លូវអាចនិយាយបានថាកុមារដែលមានការគាំទ្រពីគ្រួសារបែបនេះពួកគេទទួលបានជោគជ័យក្នុងជីវិត 50% ទៅហើយនៅសល់ 50% ទៀតគឺអាស្រ័យលើខ្លួនគេផ្ទាល់ផ្ទុយពីកុមារដែលមានបញ្ហាបែកបាក់គ្រួសារឬជាក្មេងកំព្រាពួកគេពិតជាមានការលំបាកជាខ្លាំងក្នុងការរស់នៅពួកគេឆាប់ភ័យពេលឮសំឡេងខ្លាំងពួកគេអាចកោគ្មានអ្នកលើកទឹកចិត្តពួកគេមានការចងចាំដ៏ខ្មៅងងឹតតាំងពីក្មេងពួកគេត្រូវបានមិត្តភ័ក្តិនិងអ្នកជិតខាងសើចចំអកមើលងាយពួកគេមិនអាចធ្វើការងារដែលខ្លួនចូលចិត្តពួកគេត្រូវបបងក្តីស្រមៃហើយបង្ខំចិត្តប្រើកម្លាំងដូរយកលុយដើម្បីរស់ហើយពេលមានគ្រួសារពួកគេក៏ខ្វះលទ្ធភាពផ្គត់ផ្គង់កូនរបស់ពួកគេដែរវាជាទុក្ខលំបាកដែលនឹងបន្តពីមួយចំនួនទៅមួយចំនួនទៀតបើគ្មានការរើបំរាស់គ្មានការលះបង់ដ៏ខ្លាំងក្លាពីគ្រួសារទេកូនចំនួនក្រោយក៏នឹងពិបាកកែប្រែវាសនារបស់ខ្លួនដែរជាការពិតណាស់ឪពុកម្ដាយមានការលំបាកនិងលះបង់ជាខ្លាំងដើម្បីកូនទទួលរងនឹងសម្ពាធនិងការប្រមាថនៅពេលខ្លះទៀតផងតែសូមមេត្តាមើលថែកូនរបស់លោកអ្នកដោយព្រមវិហារធម៌កុំបង្ខំពួកគេឲ្យធ្វើអ្វីដែលពួកគេមិនស្រឡាញ់ត្រូវលើកទឹកចិត្តនិងជំរុញពួកគេឲ្យធ្វើអ្វីដែលសមស្របនឹងសមត្ថភាពនិងទេពកោសល្យកុំជេរកំហឹងដាក់ពួកគេកុំមើលងាយជេរបន្ទោសពួកគេដោយសារតែសាងកំហុសបន្តិចបន្តួចឪពុកម្ដាយអាចសួររកខុសត្រូវជាមុនហើយណែនាំនិងពន្យល់ប្រាប់គេតាមសម្រួលបើកូនជាមនុស្សមិនល្អប្រដៅមិនស្ដាប់នោះសមនឹងស្ដីបន្ទោសមែនប៉ុន្តែសូមកុំស្ដីបន្ទោសវាយប្រហារផ្លូវចិត្តរបស់ពួកគេឪពុកម្ដាយយើងក៏ត្រូវទទួលបានការជឿចាប់ពីគ្រួសាររបស់គាត់ដែរមិនថាជាបញ្ហាបែកបាក់ការបង្ខិតបង្ខំឬជាការប្រើពាក្យសម្ដីត្រគូបបោកដូច្នេះហើយគាត់យល់ច្បាស់ណាស់ពីការជឿចាប់មួយនេះហេតុនេះគាត់មិនគួរផ្ដល់វាបន្តទៅឲ្យកូនរបស់គាត់ទៀតទេសូមបញ្ចប់វាត្រឹមនឹងចុះបើយើងសង្កេតមើលការរស់នៅក្នុងសង្គមមនុស្សអាក្រក់ធ្វើអំពើមិនល្អភាគច្រើនជាមនុស្សមានបញ្ហាគ្រួសារពួកគេលូតលាស់ឡើងមកដោយការជឿចាំទុក្ខលំបាកការមើលងាយនិងរងនូវភាពអយុត្តិធម៌ពួកគេបានក្លាយជាមនុស្សចិត្តបិសាចដោយសារតែពួកគេកប់ជ្រៅជាមួយការជឿចាប់ទុក្ខវេទនានិងភាពប្រមាថមើលងាយដោយខ្វះការអប់រំចិត្តពួកគេមិនបានគិតឡើយថាទោះបីជីវិតជួបទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនត្រូវជ្រើសរើសធ្វើអំពើអាក្រក់ដែរព្រោះវានឹងបំផ្លាញខ្លួនឯងនៅថ្ងៃណាមួយចំណែកឯមនុស្សខ្លះវិញទោះបីជាជីវិតឆ្លងកាត់រឿងរ៉ាវខ្លោចសារប៉ុណ្ណាក៏ពួកគេនៅតែបន្តដំណើរទៅមុខប្រកបដោយភាពសុចរិតមិនវិវេជាមនុស្សគួរឲ្យគោរពជារួមមកមនុស្សយើងគ្រប់រូបត្រូវប្រកាន់យកនូវភាពត្រឹមត្រូវទៀងត្រង់ទោះបីជាមានព្យុះភ្លៀងបោកបោកក្នុងជីវិតយ៉ាងណាក៏ដោយក៏មិនត្រូវធ្វើជាមនុស្សទុច្ចរិតដែរចូលធ្វើជាបុគ្គលគំរូដល់ក្មេងៗជំនាន់ក្រោយសូមចូលរួមចំណែកល្អដើម្បីឲ្យសង្គមយើងគួរឲ្យចង់រស់នៅ